Ok bà, này cứឧបករណ៍សម្រាប់កៅអាគុយរថយន្តហើយនឹងម៉ូទ័រសបកង់ឡានហើយឧបករណ៍នេះអាចជួយបងបងប្អូនទាំងអស់គ្នាបាននៅលើតាមដងផ្លូវសាធារណៈណាជាពិសេសហ្នឹងគឺនៅពេលដែលឡានខ្សោយអាគុយយើងដេកអត់ឆេះអីហ្នឹងយើងមានឧបករណ៍ហ្នឹងសម្រាប់កៅនៅពេលដែលកង់ឡានរបស់យើងធូរយើងអាចសប់វាបានដោយក្នុងមួយប្រអប់នេះវាមានម៉ូទ័រសប់កង់ឡានមួយហើយនឹងឧបករណ៍សម្រាប់កៅអាគុយរថយន្តមួយហើយឧបករណ៍នេះមានអត្ថប្រយោជន៍ហ្នឹងហើយវាមានអត្ថប្រយោជន៍សម្រាប់យើងនៅពេលដែលមានក្តីទុក្ខកើតឡើងជាពិសេសឡានដេកអត់ឆេះបញ្ហាមកពីខ្សែអាគុយហ្នឹងគឺយើងមានដុំនេះមួយវាលែងបារម្ភណានៅក្នុងមួយឈុតនេះវាមានម៉ូទ័រសបកង់ឡានផងហើយនឹងមានដុំសម្រាប់កៅអាគុយរថយន្តផងនេះដុំសម្រាប់កៅបងប្អូនទាំងអស់គ្នាហ្នឹងដុំសម្រាប់កៅនេះយើងអាចកៅឡានម៉ាស៊ូតក៏បានឡានសាំងក៏បានហ្នឹងហើយពេលយប់យើងអាចបើកភ្លើងបានទៀតហ្នឹងហើយអញ្ចឹងពេលយប់ក៏បើកបានពេលថ្ងៃក៏បើកបានប៉ុន្តែពេលយប់វាភ្លឺច្បាស់ហ្នឹងពេលថ្ងៃយើងបើកថ្ងៃវាភ្លឺមិនសូវច្បាស់ទេហ្នឹងហើយឧបករណ៍កៅនេះក៏អាចយកមកបញ្ចូលទូរស័ព្ទដៃបានទៀតហ្នឹងហើយវាមានឌុយណាវាមានឌុយសម្រាប់បញ្ចូលទូរស័ព្ទដៃយើងបានទៀតហើយពេលដែលយើងបញ្ចូលភ្លើងយើងបញ្ចូលដល់ឌុយ Type C ហ្នឹងហើយនេះខ្សែសម្រាប់កៅឡានណាបងទាំងអស់គ្នាអញ្ចឹងពេលដែលទូរស័ព្ទយើងអស់ថ្មក៏យើងអាចបញ្ចូលបានពេលដែលយើងអស់ថ្មយើងអាចបញ្ចូលជាមួយនឹងឌុយ Type C បានហើយវាមានថែមទាំងខ្សែទៀតខ្សែនេះអាចបញ្ចូលជាមួយនឹង iPhone ក៏បានជាមួយនឹងប្រភេទ Apple ដែលយើងឲ្យឈ្មោះថា Android ក៏បានហើយនឹងដោយ Type C ក៏បាននេះខ្សែសម្រាប់កៅបងប្អូនទាំងអស់គ្នាហើយនេះយើងអាចសបបាល់បានទៀតហ្នឹងហើយសបបាល់សបឲ្យបានទៀតហ្នឹងហើយយើងអាចបញ្ចូលជាមួយនឹងភ្លើងអាគុយឡានបានទៀតនេះអានេះដូចចូលទៅក្នុងកន្ទុយបរិយឡានណាហ្នឹងហើយយើងអាចបញ្ចូលថ្មវាបានជាមួយនឹងដុំកៅអាគុយរថយន្តហ្នឹងហើយដូចនេះអាចដោតទៅឧបករណ៍ផ្សេងទៀតបានហ្នឹងហើយមិនតែប៉ុណ្ណោះវាមានថែមទាំងឌុយនេះទៀតហ្នឹងហើយអញ្ចឹងឌុយទាំងអស់នេះគេហៅថាឌុយតណាឌុយនេះអាចដោតចូលជាមួយ laptop បានទៀត laptop របស់យើងនៅពេលដែលវាខ្សោយថ្មយើងក៏អាចបញ្ចូលពីឧបករណ៍កៅនេះទៅ laptop បានដែរដោយវាមានឌុយសម្រាប់ដោតហ្នឹងហើយអញ្ចឹងបើសិនបើបងទាំងអស់គ្នាមានតម្រូវការចង់បានឧបករណ៍នេះអាចតាក់ទងមកកាន់ខ្ញុំបាត់បានតាមរយៈលេខទូរស័ព្ទ012ឬក៏093 35 15 72 097ឬក៏096 57 80 609ហ្នឹងហើយលេខទាំង4ខ្សែទទួលស្វាគមន៍ប្រិយមិត្ត24ម៉ោងហ្នឹងអញ្ចឹងបញ្ជាក់ថាឧបករណ៍នេះក៏អាចសបកង់ឡានបានដែរណាបងប្អូនទាំងអស់គ្នាហ្នឹងហើយអាចសបកង់ឡានបានដែរហើយឧបករណ៍សបនេះយើងអាចដោតជាមួយនឹងកន្ទុយបរិយឡានក៏បានយើងអាចដោតជាមួយនឹងឧបករណ៍កៅនេះក៏បានដែរហ្នឹងអាចដោតបានដូចគ្នា
ហ្នឹងអញ្ចឹងmotor នេះអាចដោតជាមួយនឹងឧបករណ៍កើនេះក៏បានអាចដោតទៅក្នុងឡានក៏បានហើយយើងមាន CU នេះសម្រាប់ផ្សព្វកង់ឡានអញ្ចឹងយើងមានមួយឈុតនេះយើងមិនបាច់ចាំទៅរកជាងក៏បានដែរហ្នឹងហើយប៉ុន្តែយើងតើតែមានឧបករណ៍សម្រាប់ប៉ះទៀតណាហ្នឹងហើយអញ្ចឹងនេះគ្រាន់តែជាការដាស់តឿនក្រានរំលឹកបាទបងគិតថាអាចនឹងមានទុកថ្ងៃណាមួយយើងគួរតែទិញទុកទៅព្រោះអីយើងការពារពេលយន្តអន្តរាយកើតឡើងយើងមិនដឹងថាថ្ងៃណានឹងកើតឡើងដល់យើងនោះទេជាពិសេសគឺឡានដេអត់ឆេះវាអត់ប្រកាសថាវាឆេះរហូតទេមានពេលខ្លះទុកចោលវាលែងឆេះក៏មានដែរមានពេលខ្លះជីទៅបានមួយសន្ទុះយើងឈប់យើងចូលហាងជួនកាលចេញមកវិញដេអត់ឆេះក៏មានដែរហ្នឹងអញ្ចឹងរឿងតាក់ទងជាមួយនឹងឡានដេអត់ឆេះវាអត់មានបានប្រាប់យើងទុកជាមុនទេព្រោះវាអត់ចេះនិយាយភាសាយើងហ្នឹងហើយប៉ុន្តែអាការៈរបស់វាបានធ្វើទុកឲ្យយើងនឹងចាប់អារម្មណ៍ដែរប៉ុន្តែពេលខ្លះយើងមិនបានចាប់អារម្មណ៍ទេនឹងអញ្ចឹងបើសិនបើអ្នករកគ្នាមានចំណាប់អារម្មណ៍ចង់បាននៅឧបករណ៍សម្រាប់កើគ្រឿងយន្តសពកង់ឡានអ្នករកគ្នាអាចឆាតមកកាន់យើងខ្ញុំបានឬក៏ទេតាមលេខទូរស័ព្ទមកកាន់យើងខ្ញុំទាំង4ខ្សែហ្នឹងលេខមួយណាក៏បានដែរទេបញ្ចុះបាទខ្ញុំបាទទទួលស្វាគមន៍24ម៉ោងបាទហ្នឹងហើយមានលក់នៅឧបករណ៍ដទៃជាច្រើនទៀតបើសិនបើតែរកគ្នាត្រូវការហ្នឹងហើយដូចជាដុំ Wi-Fi ក៏មានលក់ដែរហ្នឹងហើយដុំ Wi-Fi ខ្នាតតូចខ្នាតធំក៏មានលក់ហ្នឹងហើយនឹងមានឧបករណ៍ផ្សេងៗទៀតដែលខ្ញុំបាទមិនអាចកណនាបានហ្នឹងព្រោះរបស់ខ្លះវាច្រើនដែរហ្នឹងហើយវាមានច្រើនមុខហ្នឹងហើយប៉ុន្តែវាមិនទាំងអស់ទេណាហ្នឹងហើយរបស់ខ្លះមានរបស់ខ្លះវាអត់មានហ្នឹងហើយអញ្ចឹងសូមជូនពរដល់មួយទាំងអស់គ្នាមានសុខភាពល្អមានអាយុវែង